ពិតជាមិនធម្មតាដែលល្អហួរក៏ថតជាមួយនឹងឈុតតំណាងជាតិរបស់គាត់នៅទឹកជ្រោះសុភមិត្តដែលជាទីកន្លែងមួយមើលទៅមានភាពអស្ចារ្យខ្លាំងមែនទែនហើយអ្វីដែលសំខាន់បំផុតការថតគឺមានភាពបថយបថាបងប្អូនដឹងឯគ្រាន់តែឈុតល្អហួរដែលគាត់ក្រងស្លាបនឹងក៏ជាង10គីឡូដែរហើយគាត់ឈរនៅលើថ្មដែលកំពូលខ្ពស់ខ្លាំងមែនទែនហើយថ្មនោះបងប្អូនគ្រាន់តែឈរធម្មតាមិនចាំបាច់ក្រងឈុតតំណាងជាតិក៏ខ្យល់បក់មកខ្លាំងពិបាកនឹងទប់ខ្លួនផងដែរហើយសំខាន់បំផុតល្អហួរពេលដែលគាត់ក្រងឈុតតំណាងជាតិគាត់ម្ដងគាត់គ្រប់ប្រតិបត្តិបានល្អខ្លាំងមែនទែនមូលហេតុដែលខ្ញុំជ្រើសរើសយកឈុតតំណាងជាតិដែលល្អហួរក៏ធ្លាប់យកទៅប្រកួតនៅឆាកអន្តរជាតិគឺឈុតនេះគឺផ្ទុះការគាំទ្រខ្លាំងដោយបងប្អូនបានដឹងស្រាប់ហើយថាល្អហួរបានទៅប្រកួតនៅលើឆាកអន្តរជាតិហើយក៏បានទទួលលទ្ធផលជ័យលាភីលេខ1ដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាផ្ទុះការគាំទ្រខ្លាំងនិងតែងតែពោលពាក្យថាល្អហួរគឺជាគ្រាប់ពេជ្រតំណាងឲ្យប្រទេសខ្មែររបស់យើងកន្លែងនេះអញ្ចឹងបងប្អូនគ្រាន់តែឃើញផ្លូវដើរដែលពួកខ្ញុំឡើងទៅថតនៅកំពូលនឹងដឹងថាពិបាកដល់កម្រិតណាផងដែរណៃខ្ញុំវិញគ្រាន់តែដើរតែខ្លួននេះណាខ្ញុំត្រូវមានអ្នកទប់អ្នកតោងអីបានឡើងដល់តែសម្រាប់ល្អហួរក៏ក្រងជាមួយនឹងឈុតហើយមានថែមទាំងស្លាបទៀតបាននិយាយឲ្យចំទៅល្អហួរគឺជាក្មេងម្នាក់ដែលធ្វើបានគ្រប់យ៉ាងតស៊ូបានគ្រប់យ៉ាងដើម្បីបងតាំងគឹមសួរដែលគាត់បានជូនពួកខ្ញុំទៅថតនៅទីនោះក៏គាត់សរសើរល្អហួរមិនដាច់ពីមាត់គាត់ថាគាត់ធ្លាប់តែស្គាល់នៅតាមបណ្ដាញសង្គមតែដល់តែពេលគាត់បានជួបហើយគាត់មកធ្វើការជាមួយគាត់ដឹងថាការតស៊ូនឹងបានលទ្ធផលដោយល្អហួរមកដល់សប្តាហ៍ថ្ងៃដោយសារការខិតខំនិងសមត្ថភាពរបស់ល្អហួរពិតប្រាកដបងប្អូនគ្រាន់តែឃើញក៏បងប្អូនដឹងថាឈុតនេះមិនមែនធម្មតានោះទេសំខាន់មេក្តៅហើយខ្យល់បន្ទាប់មកទៀតគឺត្រូវឈរនៅកន្លែងនោះយូរដើម្បីយើងផ្ដិតយករូបភាពហើយទឹកហូរខ្លាំងមែនតើបងប្អូនអើយបាននិយាយឲ្យចំបើអ្វីដែលយើងបានមកដល់ពិបាកលទ្ធផលក៏វាល្អតាមនឹងនេះគឺជាវីដេអូដែលយើងថតពីក្រោមទៅមើលទៅអំណាចហើយមើលទៅមានភាពអស្ចារ្យខ្លាំងមែនតើដោយខ្ញុំជ្រើសរើសទីកន្លែងយកទឹកជ្រោះសុភមិត្តដែលថតជាមួយនឹងឈុតតំណាងជាតិល្អហួរហើយខាងក្រុមរាជនីស្ទីឌីយោគឺពូកែទ្រាំពូកែថតពូកែរកប្លង់ហើយពូកែតស៊ូជាមួយគ្នាទាំង BA ទាំងក្រុមហ៊ុនឡាកាម៉ូគឺពួតដៃគ្នាដើម្បីធ្វើអ្វីមួយឲ្យមានភាពជោគជ័យនិងល្អប្រសើរទីតាំងទឹកជ្រោះនេះខ្ញុំជឿជាក់ថាបងប្អូនគ្រាន់តែឃើញគឺចង់មកទស្សនាតែម្ដងគឺទីតាំងមានឈ្មោះថាទឹកជ្រោះសុភមិត្តស្ថិតនៅខេត្តស្ទឹងត្រែងដែលជាតំបន់ទេសចរណ៍មួយដែលសម្បូរព្រៃឈើនិងមានធនធានធម្មជាតិច្រើនគឺមានសក្តានុពលដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងរកប្រាក់ចំណូលបានច្រើនតែអ្វីដែលសំខាន់បំផុតគឺស្ទីឌីយោរាជនីគាត់បានរើសទីតាំងនេះជាមួយនឹងខ្ញុំគឺស័ក្តិសមជាមួយនឹងឈុតនឹងមែនតែនគឺមើលទៅអំណាចបងប្អូនឃើញហីអង្គុយគឺល្អហួរគាត់ភ័យខ្លាំងមែនតែក៏ប៉ុន្តែនិមិត្តកាន់តែបថុយជាងល្អហួរទៀតគាត់ទៅខំប្រឹងទប់ល្អហួរដើម្បីកុំឲ្យល្អហួរភ័យនេះគ្រាន់តែវីដេអូ behind the scene នេះខ្ញុំគ្រាន់តែឃើញគឺខ្ញុំរំភើបបើសិនជារូបស្លឹកវិញខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចេញមកគឺវ៉ាវតែម្ដងដោយសារទីតាំងដែលយើងថតជាមួយនឹងទឹកជ្រោះហើយឈុតតំណាងជាតិរបស់ល្អហួរគឺអំណាចខ្លាំងមែនតើបងប្អូនឃើញហីដែលក្មេងស្រីម្នាក់ដែលអាចធ្វើបានមិនធម្មតាណាឡាបធំហើយធ្ងន់គឺឈរនៅកន្លែងខ្ពស់ហើយថ្មទៀតពិតជាអស្ចារ្យខ្លាំងមែនតើក្មួយជាទីស្រឡាញ់របស់ខ្ញុំ BA នៅក្នុងក្រុមហ៊ុនរបស់ខ្ញុំគឺមានសមត្ថភាពផ្សេងៗគ្នារយៈនេះគឺផ្ទុះរ៉ាប៊ីខ្លាំងមែនតើដែលគាត់គឺជា BA នៅក្នុងក្រុមហ៊ុនរបស់ខ្ញុំផងដែរជាពិសេសគឺថ្ងៃដែលខ្ញុំធ្វើកម្មវិធីចុះហត្ថលេខាដែលរ៉ាប៊ីជាមួយនឹងស្វាមីរបស់គាត់ទើបនឹងរៀបការថ្មីចូលមកគ្រួសារឡាកាម៉ូ